អ៊ុយក្រែនព្រមទទួលយកបទឈប់បាញ់30ថ្ងៃចំណែកអាមេរិកព្រមផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែនឡើងវិញភាគីអ៊ុយក្រែននិងសហរដ្ឋអាមេរិកដឹកនាំដោយរដ្ឋមន្ត្រីការបរទេសទាំងសងខាងបានជួបប្រជុំគ្នាជាលើកទី1នៅឯទីក្រុងចេដាប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារទី11មីនាជាលទ្ធផលនៃកិច្ចប្រជុំនេះអ៊ុយក្រែនបានសុខចិត្តទទួលយកសំណើរបស់ភាគីអាមេរិកក្នុងការផ្អាកការប្រយុទ្ធរយៈពេល30ថ្ងៃហើយចំណែកភាគីអាមេរិកបានយល់ព្រមផ្ដល់ជំនួយយោធានិងផ្ដល់ព័ត៌មានកងទ័ពឲ្យអ៊ុយក្រែនឡើងវិញផងដែរគិតត្រឹមពេលនេះមិនទាន់មានប្រតិកម្មពីរុស្ស៊ីឡើយលោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនអេនឌ្រីយេស៊ីប៊ីកាបានដឹកនាំក្រុមតំណាងអ៊ុយក្រែនជួបចរចាជាលើកទី1ជាមួយភាគីតំណាងរដ្ឋបាលថ្មីអាមេរិកដែលដឹកនាំដោយលោករដ្ឋមន្ត្រីការបរទេសម៉ាកូរ៉ាបាយអូភាគីទាំងពីរបានជួបប្រជុំគ្នាកាលពីថ្ងៃទី11មីនានៅទីក្រុងចេដាប្រទេសអារ៉ាប៊ីសាអូឌីតមុនពេលជួបបន្ទប់ប្រជុំលោកអេនឌ្រីអ៊ីម៉ាក់ប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ប្រាប់អ្នកការសាច់ថាអ៊ុយក្រែនត្រៀមខ្លួនរួចហើយដើម្បីឈានទៅមានកិច្ចព្រមព្រៀងសន្តិភាពសូមបញ្ជាក់ថាភាគីអ៊ុយក្រែនបានស្នើចង់ឲ្យមានបទឈប់បាញ់បន្តអាសន្នមួយផ្នែកលើផ្លូវអាកាសនិងផ្លូវសមុទ្រដើម្បីឈានទៅបើកការចរចាបញ្ចប់សង្គ្រាមជាស្ថាពរជាមួយរុស្ស៊ីក៏ប៉ុន្តែនៅទីបំផុតក្រោយចប់ការប្រជុំអ៊ុយក្រែនបានសុខចិត្តទទួលយកសំណើរបស់ភាគីអាមេរិកដែលសូមឲ្យមានបទឈប់បាញ់ទាំងស្រុងរយៈពេល30ថ្ងៃហើយចំណែកភាគីអាមេរិកវិញបានសុខចិត្តបន្តផ្ដល់ជំនួយយោធានិងចាប់ផ្ដើមផ្ដល់ព័ត៌មានកងទ័ពឲ្យអ៊ុយក្រែនឡើងវិញផងដែរគូក៏សម្គាល់ថាគោចំហត្រឡប់ថយក្រោយរបស់ភាគីអាមេរិកនៅក្នុងកិច្ចប្រជុំនេះគឺវាផ្ទុយស្រឡះពីហេតុការណ៍ដែលបានកើតឡើងនៅក្នុងសេតវិមានកាលពីចុងខែកុម្ភៈដែលលោកប្រធានាធិបតីអ៊ុយក្រែនត្រូវលោកដូណាល់ត្រាំនិងលោកជេឌីវិនព្រួតគ្នាសម្លុតគម្រាមឲ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីតែរៀនពីបន្ទប់ប្រជុំនៅទីក្រុងចេដាកាលពីថ្ងៃអង្គារ11មីនាលោកម៉ាកូរ៉ាបាយអូប្រមុខការទូតអាមេរិកបានប្រាប់អ្នកកាសែតថាចាប់ពីពេលនេះទៅគ្រាប់បាល់គឺស្ថិតនៅក្នុងដៃរបស់រុស្ស៊ីហើយពោលគឺគេរងចាំស្ដាប់ចម្លើយរបស់រុស្ស៊ីតែមួយគត់ភាគីអាមេរិកនឹងបញ្ជូនដំណឹងលម្អិតទៅកាន់មូស្គូស្ដីពីអ្វីដែលអាមេរិកនិងអ៊ុយក្រែនបានស្រោះស្រួលគ្នានៅក្នុងកិច្ចប្រជុំនៅចេដាលោកប្រមុខការទូតអាមេរិកបានអះអាងទៀតថាលោកប្រធានាធិបតីដូណាល់ត្រាំចង់ឲ្យសង្គ្រាមនេះត្រូវចប់ឲ្យបានឆាប់ដូចនេះអាមេរិកសង្ឃឹមថារុស្ស៊ីនឹងឆ្លើយយកព្រមទទួលយកគូក៏សម្គាល់ថាកន្លងមកលោកពូទីនធ្លាប់បានអះអាងថាលោកមិនបិទផ្លូវចរចាសន្តិភាពឡើយតែទន្ទឹមគ្នានេះរុស្ស៊ីបដិសេធជាដាច់ខាតមិនប្រគល់ដែនដីដែលរុស្ស៊ីគ្រប់គ្រងទៅឲ្យអ៊ុយក្រែនវិញឡើយទឹកដីដែលមានទំហំប្រមាណជា1/5នៃផ្ទៃដីអ៊ុយក្រែនដែលបច្ចុប្បន្ននេះស្ថិតក្នុងដៃរបស់រុស្ស៊ីសូមបញ្ជាក់ដែរថាលោកសេលេនស្គីក៏មានវត្តមាននៅអារ៉ាប៊ីសាអូឌីតដែរតែលោកមិនបានចូលរួមប្រជុំទេលោកបានចូលជួបព្រះអម្ចាស់មូហាម៉េតប៊ិនសាម៉ាន់ដើម្បីនិយាយពីលទ្ធភាពនៃការចូលរួមជួយរបស់អារ៉ាប៊ីសាអូឌីតក្រោយដឹងលទ្ធផលប្រជុំរវាងភាគីអ៊ុយក្រែននិងអាមេរិកលោកសេលេនស្គីបានប្រកាសថាសំណើរបស់ភាគីអាមេរិកវាគឺជាការបោះជំហានដ៏មានសុទិដ្ឋិនិយមចាប់ពីពេលនេះទៅអាមេរិកត្រូវតែបញ្ចុះបញ្ចូលឲ្យរុស្ស៊ីយល់ព្រមទទួលយកចំណែកអ៊ុយក្រែនវិញអ៊ុយក្រែនត្រៀមខ្លួនចាំគ្រប់នៅពេលណាបទឈប់បាញ់30ថ្ងៃចូលជាធរមានលោកសេលេនស្គីលើកឡើងទៀតថាក្នុងរយៈពេលផ្អាកការប្រយុទ្ធ30ថ្ងៃនេះគឺជាពេលវេលាដ៏ល្អសម្រាប់ឲ្យអ៊ុយក្រែននិងសម្ព័ន្ធមិត្តរៀបចំតាក់តែងឯកសារលាលែងអសកាស្ដីពីលក្ខខណ្ឌរឹងមាំទាំងឡាយដើម្បីការពារសន្តិសុខនិងសន្តិភាពជារៀងរាល់របស់អ៊ុយក្រែនអានដោយសម្លេងសាបនិមិត្តសារិកា AI